នៅពេលខ្ញុំមានអាយុ5ឆ្នាំស្គាល់គ្រាប់មួយគ្រាប់មានទំហំស្មើនឹងពិភពលោកបាត់បង់វាខ្ញុំយំមិនជប់ឈរពេលនោះខ្ញុំយល់ថាគ្មានអ្វីដែលមានតម្លៃស្មើនឹងស្គាល់គ្រាប់ដែលខ្ញុំបានធ្វើឲ្យបាត់នោះទេអាយុ10ឆ្នាំបានពិន្ទុ10ធ្វើឲ្យចិត្តខ្ញុំរីករាយពេញមួយថ្ងៃផ្ទុយមកវិញពិន្ទុ5បានធ្វើឲ្យខ្ញុំយល់ឃើញថាផ្ទៃមេឃហាក់កំពុងតែបាក់ស្រុតមកដោយមានគំនិតថាឲ្យតែទទួលបាននូវលទ្ធផលល្អខ្ញុំត្រូវបានអ្នកផងស្រឡាញ់និងទទួលស្គាល់អាយុ16ឆ្នាំក្រសែភ្នែកខ្ញុំតែងតែអូសកាត់ដោយក្តីសង្ឃឹមហើយបញ្ជាក់ថាវាគឺជាពេលវេលាដែលសំខាន់បំផុតក្នុងជីវិតខ្ញុំតែងតែរង់ចាំគ្រប់វិនាទីដើម្បីបានឃើញនឹងជួបម្នាក់នោះហើយសង្ឃឹមថាមនោសញ្ចេតនាយុវវ័យនឹងរីករាយជានិច្ចគ្មានផ្លាស់ប្ដូរអាយុ22ឆ្នាំនៅពេលកាន់សញ្ញាបត្រនៅក្នុងដៃខ្ញុំជឿជាក់ថាមានការងារដ៏ល្អមួយគឺមានអ្វីៗទាំងអស់អាយុ30ឆ្នាំនៅពេល3កូននៅក្នុងដៃទើបខ្ញុំសន្មតបានថាមានតែគ្រួសារទេដែលមានតម្លៃលើសលប់រាល់ពេលដែលភ្ញាក់ដើម្បីបំពេឲ្យកូនគេរាល់ពេលដែលព្រួយបារម្ភពីជំងឺដែលមកបៀតបៀនកូនខ្ញុំយល់ឃើញថាគ្មានអ្វីប្រសើរជាងពេលបានឃើញមនុស្សដែលយើងស្រឡាញ់ទទួលបាននៅសេចក្តីសុខក្សេមក្សាន្តឡើយអាយុ40ឆ្នាំសម្ពាធនៃការងារតឹងតែងការព្យាយាមស្វែងរកអង្គត្រីសាច់ប្រកាសធ្វើឲ្យខ្ញុំកំណត់បានថាលុយកាក់គឺជារឿងដែលសំខាន់បំផុតខ្ញុំប្រឡូកនឹងការងារបំភ្លេចចោលនៅអាហារជួបជុំគ្រួសារមានពេលខ្លះបានភ្លេចសន្យាជាមួយកូនសំណប់ចិត្តទៀតផងនៅពេលដែលសម្លឹងបកក្រោយវិញខ្ញុំយល់ថាខ្ញុំកំពុងតែដោះដូរយ៉ាងច្រើនជាមួយនឹងពេលវេលាដែលពុំអាចវិលត្រឡប់មកវិញបានអាយុ50ឆ្នាំនៅពេលសម្លឹងឃើញឪពុកម្ដាយចាស់ជរាខ្ញុំគិតឃើញថាពេលវេលាដែលនៅក្បែរពួកគាត់គឺមានសារៈសំខាន់បំផុតខ្ញុំតែងតែគិតទៀតថាពួកគាត់នឹងនៅក្បែរខ្ញុំរហូតប៉ុន្តែនៅពេលដែលសក់របស់គាត់ប្រែជាពណ៌សទើបខ្ញុំដឹងថាពេលវេលាមិនរងចាំអ្នកណាឡើយដល់អាយុ70ឆ្នាំនៅពេលដែលជួនដំណើរគូជីវិតទៅទី1ឆ្ងាយរហូតទើបខ្ញុំមានការឈឺចាប់ហើយកំណត់បានថាគ្រាន់តែគ្មានអ្នកណាម្នាក់នៅក្បែរវាជារឿងសំខាន់ណាស់សម្រាប់ខ្លួនឯងព្រោះគ្មានការហូបបាយជុំគ្នាគ្មានការផ្ដែផ្ដាំដែលស្ដាប់ឮស្ទើរតែរាល់ថ្ងៃគ្មានរូបគាត់ផ្ទះដ៏ធំទូលាយនេះហាក់ដូចជាគ្មានអ្វីៗទាំងអស់នៅពេលឈានដល់អាយុ80ឆ្នាំអង្គុយតម្រិតលើកៅអីដ៏កញ្ចាស់មួយទើបខ្ញុំអាចយល់ច្បាស់ថាលើលោកនេះគ្មានអ្វីដែលថិតថេរនោះឡើយស្ករគ្រាប់បាត់អាចទិញមកវិញបានពិន្ទុ10ឬ5ក៏គង់តែរលាយបាត់ការងារក៏អាចផ្លាស់ប្ដូរលុយកាក់ក៏អាចរកបានបន្ថែមប៉ុន្តែពេលវេលាដែលកន្លងហួសមិនអាចត្រឡប់មកវិញបានឡើយចំណែកឯមនុស្សជាទីស្រឡាញ់ពេលដែលចាកចេញទៅពុំអាចជួបគ្នាជារៀងរហូតដូចនេះត្រូវចេះថែរក្សានៅអ្វីដែលកំពុងមានមុនពេលដែលវាបានក្លាយទៅជាការសោកស្ដាយនៅពេលក្រោយបើសិនជាបងប្អូនយល់ឃើញដូចខ្ញុំដែរសូមជួយចែករំលែកមាតិកានេះឲ្យបានច្រើនទុកសម្រាប់ជាផ្លូវដើរក្នុងជីវិតរស់នៅខ្ញុំបាទសូមអរព្រះគុណនិងអរគុណសូមជម្រាបលា